សូមជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនដែលតែងតែនិយមតាមដានព័ត៌មានតាមរយៈបណ្ដាញសង្គម YouTube ទាំងអស់គ្នាចាស់គណៈពេលនេះនាងខ្ញុំសូមលើកយកអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាគួរឲ្យកោតសរសើរមែនអ្នកមីងអនាម័យម្នាក់រើបានកាបូបភ្ញៀវភ្លេចក្នុងបន្ទប់ទឹកហើយទុកចាំតតែម្ចាស់កាបូបត្រឡប់មកយកវិញចាស់មុននឹងចូលដល់ព័ត៌មានសូមប្រិយមិត្តពុកម៉ែបងប្អូនមេត្តាចុច Subscribe Like និង Share ម្នាក់មួយដើម្បីទទួលបាននូវព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃការពីពេលថ្មីនេះមានការចែកចាយតគ្នានិងនាំគ្នាកោតសរសើរមិនដាច់ពីមាត់អំពីទង្វើដ៏មានសិលធម៌ខ្ពស់របស់អ្នកមីងអនាម័យបម្រើការងារនៅការ៉ាសាំងមួយកន្លែងដែលរូបគាត់រើបានកាបូបយួរដៃមួយនៅក្នុងបន្ទប់ទឹកនារីហើយគាត់សុកចិត្តយកកាបូបនោះទៅរក្សាទុកចាំរហូតទាល់តែម្ចាស់កាបូបមកទទួលយកវិញយោងតាមម្ចាស់គណនី Facebook មួយបានឲ្យដឹងថាពិតជាគួរឲ្យសរសើរខ្លាំងមែនទែននៅទឹកចិត្តមីងអនាម័យដែលគាត់បានរើសបានកាបូបដែលភ្ញៀវបានភ្លេចនៅក្នុងបន្ទប់ទឹកនៃការ៉ាសាំង PTT ស្គុននៅវេលាចាម៉ោងប្រហែលជា12:30 នាទីនៅថ្ងៃទី30ខែមេសាឆ្នាំ2019ដែលគាត់បានយកមកប្រគល់ឲ្យខាងការិយាល័យទុករងចាំម្ចាស់មកទទួលយកវិញក្នុងនោះដែលមានទូរស័ព្ទ iPhone X មួយគ្រឿងនិងលុយខ្មែរប្រហែល 40,000 រៀលនិងលុយដុល្លារប្រហែល $3,000 រួមទាំងអត្តសញ្ញាណប័ណ្ណនិងកាតជាច្រើនទៀតមិនយូរប៉ុន្មានម្ចាស់កាបូបក៏បានមកទទួលយកកាបូបគាត់ត្រឡប់ទៅវិញចា៎នេះគឺជាគំរូដ៏ល្អមួយដែលយើងទាំងអស់គ្នាគួរតែយកតម្រាប់តាមគាត់ចា៎សូមអរគុណសម្រាប់ការតាមដានទស្សនារបស់ប្រិយមិត្តពុកម៉ែបងប្អូនសូមអរគុណសូមជម្រាបលា